បាទសួស្តីថ្ងៃនេះខ្ញុំនាំបងប្អូនមកដឹងពីគោលការណ៍របស់ YouTube ខ្លះៗតើវាត្រូវការបំពេញលក្ខខណ្ឌអ្វីខ្លះតោះកុំឲ្យខាតពេលយូរមកទស្សនាវីដេអូរបស់ខ្ញុំទាំងអស់គ្នាតោះឥឡូវយើងចូលមក Channel របស់ខ្ញុំណាបងប្អូនកុំភ្លេចជួយគាំទ្រ Channel ខ្ញុំផងឥឡូវនេះ Channel នេះផ្សេងទៅខ្ញុំ switch វាមកសិនបងប្អូន switch មកសិនហើយកុំភ្លេចជួយ Subscribe Channel ឲ្យខ្ញុំអ្នកមួយផងហើយឥឡូវខ្ញុំកំពុងតែតវ៉ាជាមួយក្រុមហ៊ុន Facebook បងប្អូននេះទោះបីវីដេអូយើង original ក៏ដោយក៏យើងមានបញ្ហាដែរបងប្អូននេះបងប្អូនមានបញ្ហាហើយលើកមុនបញ្ហារបៀបហ្នឹងខ្ញុំធ្លាប់ដោះបានដោយសារខ្ញុំតវ៉ាមួយក្រុមហ៊ុន Facebook ព្រោះវីដេអូរបស់យើងជាវីដេអូ original ហើយវាគ្រប់គោលការណ៍ទៀតបងប្អូនច្រឡំអធិស្ឋានវា original ហើយវាអត់មានជាប់អត់មាន play ទេខ្ញុំតវ៉ាមួយ Facebook តវ៉ាបានវិញអញ្ចឹងហើយឥឡូវយើងចាំរងចាំមើលទាំងអស់គ្នាហើយវីដេអូក៏ក្រោយរបស់ខ្ញុំនឹងបង្ហាញបងប្អូនថាតើវីដេអូមួយហ្នឹងវាជាប់វាដោះស្រាយបានដែរអត់ហើយវីដេអូរបស់ខ្ញុំវាបញ្យូក្រន់បើដែរបងប្អូនកុំភ្លេចជួយគាំទ្រ Channel របស់ខ្ញុំអ្នកមួយផងជួយចូលទៅចុច Subscribe ឲ្យខ្ញុំអ្នកមួយផងបាទហើយវីដេអូរបស់ខ្ញុំវាផ្ទុះតែប្រហែលវីដេអូដែរបងប្អូននេះវីដេអូនេះផ្ទុះគួរសមដែរ 63K ហើយវាចិត្តគ្រប់គោលការណ៍ដែរបងប្អូនចិត្តគ្រប់ហើយសង្ឃឹមថាបងប្អូនជួយ Subscribe ឲ្យម្នាក់មួយផងផ្ទុះបានវីដេអូនឹងមួយផ្ទុះបាន 2-3 វីដេអូដែរបងប្អូនផ្ទុះបានច្រើនដែរតាប៉ុន្តែវាអត់តចិត្តគ្រប់ម៉ោងទេបងប្អូនហើយបងប្អូនកុំភ្លេចជួយ Subscribe ឲ្យខ្ញុំផងឲ្យខ្ញុំបានឈប់គ្រប់គោលការណ៍ហើយនេះក៏គួរសមដែរបាន 1K ជាងដែរបងប្អូនចឹងវីដេអូខ្ញុំវាក្រន់បើដែរទេបងប្អូននេះក៏ 1K ជាងដែរហើយវីដេអូនេះមិនបញ្យូ 1K ដែរបាទហើយវីដេអូមួយទៀត surprise កូនពៅថ្ងៃញ៉ាំនេះក៏ក្រន់បើបងប្អូននេះវីដេអូផ្ទុះតាំងពីមុនណាបងប្អូនបាន 39K ដែរអញ្ចឹងណាហើយយើងតោះយើងទៅមើលគោលការណ៍តើគោលការណ៍របស់ខ្ញុំចិត្តគ្រប់នៅអញ្ចឹងយើងចូលពាក្យថា YouTube Studio នេះយើងចូលនេះយើងដើម្បីយើងមើលគោលការណ៍របស់យើងតើគ្រប់អីនៅអញ្ចឹងណាបាទយើងចូលមកបងប្អូនយើងចូលមកហើយនេះ Subscribe របស់ខ្ញុំបាន350ជាងដែរបងប្អូននៅខ្វះច្រើនគួរសមដែរខ្វះ600ជាងដែរបងសង្ឃឹមថាបងប្អូនជួយ Subscribe ឲ្យផងហើយនេះបញ្យូវាឡើងគួរសមដែរបាទហើយយើងចូលទៅមើលកន្លែងគោលការណ៍របស់យើងបងប្អូននេះយើងចូលសញ្ញាដុល្លារមកយើងចុចលើវាមកបាទពេលយើងចុចលើវាហើយយើងអូសឡើងលើមកបងប្អូនវានៅខាងក្រោមនេះមិនតាន់អានេះចំណុចខាងលើនេះខ្ញុំមិនតាន់ច្បាស់ហើយបើគ្រប់គោលការណ៍នៅខាងក្រោមបងប្អូននេះយើងមើលគ្រប់គោលការណ៍នេះអញ្ចឹងគោលការណ៍វាមានតែ3ចំណុចទេបងប្អូនអញ្ចឹងទី1 Subscribe 1000 Subscribe ទី2វីដេអូម៉ោងរបស់យើងហ្នឹងវាត្រូវ4000ម៉ោងអញ្ចឹងម៉ោងរបស់ខ្ញុំវាបានប៉ុណ្ណេះដែរបងប្អូនបាន1400ជាងដែរចិត្តបានពាក់ក្រាល 50% ដែរហើយនេះវីដេអូខ្លី 10M វីដេអូខ្លី 10M បងប្អូនវីដេអូ 10M អញ្ចឹងណាហើយយើងធ្វើឲ្យបាន 10M ទៅប៉ុន្តែខ្ញុំទុំបាន 1K.1 ទេវីដេអូខ្លីរបស់ខ្ញុំមិនសូវមានអ្នកមើលអញ្ចឹងណាហើយអញ្ចឹងអរគុណដែលបងប្អូនបានតាមដានវីដេអូរបស់ខ្ញុំអរគុណជួបគ្នាវីដេអូក្រោយ